គ្មានអ្វីល្អឥតខ្ចោះហើយយើងត្រូវដាក់ទិសដៅធ្វើឲ្យល្អឥតខ្ចោះនេះគឺជាអភិក្រមបានន័យថារាល់ចំណុចខ្វះខាតយើងត្រូវជួសជុលភ្លាមឲ្យធ្វើបានអញ្ចឹងខ្ញុំសូមឲ្យអាជ្ញាធរខេត្តអាជ្ញាធរឃុំអាជ្ញាធរស្រុកខិតខំដោះស្រាយបញ្ហានៅកន្លែងនេះមិនមែនអត់បញ្ហាទេបាទរឿងដីធ្លីរឿងស្អីក៏មានដែរប៉ុន្តែយើងខិតខំដោះស្រាយបន្តដើម្បីឲ្យការអភិវឌ្ឍស្របទៅឈប់ឲ្យមានទំនាស់ទៅបាទការដោះស្រាយទឹកមិនហេតុដំអភិបាលគាត់រងចាំអាទំនប់ទីម៉ានលេខ2ដែលកំពុងទៅពោធិ៍សាត់2គាត់បាញ់រូបថ្ងៃមុនឯដំថោជាថាបាញ់ឲ្យខ្ញុំទំនប់លេខ5ទឹកឡើងពេញស្អាតកន្លែងនោះឥឡូវគាត់ថាបើបានទំនប់លេខ2នេះគាត់លែងពិបាកទៅដោះស្រាយប្រជាពលរដ្ឋទៅដើមគ្នារឿងទឹកព្រោះទឹកឆ្នាំទៅយើងធ្វើលើផែនការនៅក្នុងការធានាទឹកតែ50,000ហិកតាយើងធ្វើដល់ជិតជាង80,000ហិកតាសេរីប្រាំងអញ្ចឹងត្រូវដាក់បញ្ជូនបើកទំនប់បាទពីតសាលពីអីមកខ្ញុំឲ្យរាយការណ៍ប្រចាំថ្ងៃទឹកប្រមាណគីបនៅក្នុងជាប្រចាំដាក់ម៉ាស៊ីនបូមទឹកឲ្យប្រជាពលរដ្ឋយើងនិយាយពីកសិកម្មយើងមិននិយាយពីតម្លៃទេយើងនិយាយពីដីកម្មសិទ្ធិយើងនិយាយពីការជួយការធានាទឹកការធានាផ្លូវដឹកជញ្ជូនដើម្បីមានទីផ្សារតម្លៃយើងនឹងខិតខំដោះស្រាយវាឡើងចុះទៅតាមឆ្នាំតែយើងធ្វើការគ្រប់ទំនិញរាប់រយមុខនៅក្នុងប្រទេសរបស់យើងឆ្នាំខ្លះស្រូវឡើងឆ្នាំទៅស្រូវឡើងល្អណាស់អត់មានពីណាជេររដ្ឋាភិបាលរឿងអត់រឿងស្រូវឆ្នាំនេះស្រូវមានបញ្ហាខ្លះស្រូវប្រភេទ OM រោស្វាយចន្ទីឆ្នាំនេះត្រូវប៉ាន់ឡដល់អត់មានពីណារោរឿងធ្វើល្អរួចខ្លួនទេសចរឯដំហួតហាក់នៅទីនេះខែរៀងមនុស្សតិចគេដាក់បទកំសត់គេជេរតាក្រសួងឲ្យបានដល់ពេលទេសចរមកពីពេញប្រទេសគេអត់មាត់ប្រមាត់កន្លែងខ្លះគេថាអានឹងរូបឆ្នាំចាស់មុនកូវីដទៅជាអញ្ចឹងទៀតប៉ុន្តែទស្សនៈនៃការបញ្ចេញរឿងនោះអ្វីដែលសំខាន់លទ្ធផលលើដីតើទេសចរនៅសៀមរាបមនុស្សច្រើនមែនអត់ទៅចុះទៅសួរអ្នកសៀមរាបចុះទៅមើលអ្នកសៀមរាបឆ្នាំនេះប្រហែលជាមកវឹកអង្គរសង្ក្រាន្តអស់មន់អស់ទាច្រើនភ្ញៀវទៅច្រើនពេកគាត់កាប់លក់ទាំងអស់កាលសង្ក្រាន្តមានពូម្នាក់ក្រុមការងារទៅគាត់ថាឥឡូវខ្ញុំកប់ឥឡូវសល់តែមេមន់សល់តែមន់3ហើយនឹងទា1ទៅសម្រេចចិត្តថាតើទុកវាឬមួយក៏កាប់លក់សិនព្រោះតន់មានទីផ្សារចុងក្រោយក៏ថាកាប់សិនចាំទិញកូនមន់មកចិញ្ចឹមបង្កើតទីផ្សារបង្កើតសេវាជូន tour guide ជូនអ្នករត់ម៉ូតូកង់3ជូនអ្នកនៅតំបន់កំពង់ភ្លុកជូនអ្នកនៅតំបន់ចិត្តដងភ្នំកលែនហៀមកដល់កំពង់ធំនេះគឺជាការវិវត្តហើយខ្ញុំសូមកោតសរសើរនៅតាមបណ្ដារាជធានីខេត្តរួមទាំងខេត្តពោធិ៍សាត់គាត់បង្ហាញខ្ញុំអំពីការប្រែក្លាយក្រុងតំបន់ក្រុងទៅជាតំបន់ដែលសម្រាប់សាធារណៈខ្ញុំឃើញល្អឥឡូវប្រជាពលរដ្ឋយើងស្របជាមួយនឹងតម្រូវការសួនច្បារកីឡាផាសុកភាពកន្លែងខ្លះរៀបចំទីតាំងនៅជិតខេត្តដីសម្រាប់ប្រជាពលរដ្ឋថ្ងៃក្រោយទៅ picnic ឥឡូវគិតថាយក50គីឡូឬមួយក៏20គីឡូពីក្រុងពីខេត្តឬ10គីឡូបបៀនដីឆាត់ឆ្ងាយជឿខ្ញុំចុះតាម20ឆ្នាំទៀត20គីឡូនឹងคล้ายទៅជាក្រុងហើយបាទវាចិត្តព្រោះក្រុងយើងនឹងរីកអញ្ចឹងតំបន់សេដ្ឋកិច្ចតំបន់ឧស្សាហកម្មទៅនោះវានឹងคล้ายទៅជាបាទកន្លែងខ្លះគឺប្រែពីទីរួមស្រុកទៅទីរួមក្រុងទៅទីក្រុងបាទដូចនៅខេត្តខ្លះមានក្រុងដល់ទៅ2 3ក្រុងរដ្ឋបាលនឹងមានក្រុងទៀតនៅពេលហេដ្ឋារចនាសម្ព័ន្ធមនុស្សច្រើននៅសៀមរាបយើងទៅបង្កើតក្រុងរុនតែឯកមួយថ្មីបន្ថែមទៅក្រុងសៀមរាបដោយសាររដ្ឋបាល
ហេដ្ឋារចនាសម្ព័ន្ធទៅបដុកម្រិតខ្ពស់អញ្ចឹងយើងរៀបចំ